បាទសួស្តីទៅកាន់បងអូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើការបង្ហាញពីយើង reset password យក password Gmail យើងមកវិញបើសិនជាបងអូនយើងធ្វើការ hack password យើងអាចធ្វើការយក password យើងមកវិញដាក់ password ថ្មីដើម្បីធ្វើការដាក់ password ថ្មីយើងមិនចាំបាច់ដាក់ទាមទារដាក់ password ចាស់យើងឯងដោយសារយើង click អញ្ចឹងជំហានដំបូងគឺយើងត្រូវមានកម្មវិធី Gmail នឹងមួយអានេះខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃរបស់ខ្ញុំណាអញ្ចឹងចុចលើ Gmail នេះមកហើយបន្តមកទៀតយើងធ្វើការចុចមកពាក្យថាprofile កន្លែងនេះត្រង់ចំណុចនេះហើយចុចមកអូខេមកដល់ត្រង់ចំណុចនេះយើងធ្វើការចុចពាក្យGoogle account អញ្ចឹងធ្វើការចុចពាក្យលើនេះមកអូខេមកដល់ត្រង់ចំណុចនេះយើងអូសមកខាងក្រោមយើងឃើញពាក្យថា Google password បន្ទាប់ពីឃើញពាក្យថា Google password យើងអាចធ្វើការចុចទៅលើពាក្យថា Google password នេះមកអូខេមកដល់ត្រង់ចំណុចនេះអញ្ចឹងខ្ញុំធ្វើការបាំង Gmail ខ្ញុំបន្តិចមកដល់ត្រង់ចំណុចនេះយើងធ្វើការចុចលើទៅលើ coordinate នេះមកអូខេអញ្ចឹងវានឹងទាមទារ scan មុខអញ្ចឹងដាក់ scan មុខខ្ញុំមកអញ្ចឹងយើងអាចធ្វើការរងចាំបន្តិចអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះគេនឹងទាមទារយើងដាក់ទៅលើ Gmail password Gmail ថ្មីយើងណាអញ្ចឹងយើងដាក់ទៅអញ្ចឹងសម្រាប់ password Gmail វិញយើងត្រូវមានលាយមានអក្សរលេខសញ្ញាឧទានអីចឹងណាឧទាហរណ៍យ៉ាងអញ្ចឹងខ្ញុំនឹងទាមទារអញ្ចឹងធ្វើការដាក់ password អញ្ចឹង password យើងត្រូវដាក់អក្សរមុនអញ្ចឹងធ្វើការដាក់ password របស់ខ្ញុំធ្វើការដាក់ password អូខេបន្ទាប់ពីខ្ញុំធ្វើការដាក់ password រួចហើយខ្ញុំចុចពាក្យថា change password create password ណាអញ្ចឹងធ្វើការចុច create password នេះមកអូខេបន្តមកទៀតយើងធ្វើការចុចពាក្យថា create password ម្ដងទៀតអូខេអញ្ចឹងយើងធ្វើការរងចាំអូខេអញ្ចឹងpassword ដែលយើងបានដាក់ថ្មីហ្នឹងណាយើងដាក់រួចហើយអញ្ចឹងធ្វើការបែរនេះមកវិញមកអូខេអញ្ចឹងខ្ញុំបាន password មួយដែលខ្ញុំរៀបចំដាក់មិញណាអញ្ចឹងបើបងអូនទាំងអស់គ្នាអាចធ្វើការ hack password Gmail របស់យើងអញ្ចឹងយើងអាចធ្វើតាមវិធីនេះ